សាលាខ្ញុំមានកម្មវិធីទម្លាប់ល្អទាំង7ចូលក្នុងសាលារដ្ឋជាសាលាទី1នៅក្នុងស្រុកខ្មែរបាទអញ្ចឹងយើងអនុវត្តកម្មវិធី Seven Habit យើងអំពី proactive បាទអញ្ចឹងអ្វីយើងចាប់ផ្ដើមពី proactive បាទគឺការមានម្ចាស់ការធ្វើការដោយខ្លួនឯងមិនថាគ្រូមិនថាសិស្សទេយើងទាំងអស់គ្នាត្រូវមានម្ចាស់ការដោយខ្លួនឯងហេតុអីបានយើងថាធ្វើម្ចាស់ការដោយខ្លួនឯងបាទយើងតែងតែនៅផ្ទះយើងមានសមាជិកគ្រួសារច្រើនប៉ុន្តែអ្នកខ្លះឧស្សាហ៍អ្នកខ្លះអត់ឧស្សាហ៍អាហ្នឹងហើយអ្នកអត់ឧស្សាហ៍ហ្នឹងគេហៅថាអ្នកអត់មានម្ចាស់ការហើយណាហើយជួនកាលយើងជួលកម្មករឲ្យធ្វើនេះធ្វើនោះគាត់ធ្វើតាមបញ្ជាបាទឧទាហរណ៍ធ្វើសំណង់គាត់សល់សបកស៊ីម៉ង់សល់អីហ្នឹងគាត់អត់យកទៅទុកដាក់ទេបាទគាត់ទុកចោលគាត់មានតួនាទីមួយថាបោអីចឹងលីស៊ីម៉ង់វិញទៅផ្ទះបាត់អាហ្នឹងគាត់អត់មានប្រវត្តិទេអាហ្នឹងជាផលប៉ះពាល់ចុះក្នុងសាលារៀនមានផលប៉ះពាល់ទេបាទមានអញ្ចឹងយើងត្រូវអនុវត្តម្ចាស់ការលើការរៀនសូត្រនិងវិន័យផ្ទាល់ខ្លួនរបស់សិស្សបាទអញ្ចឹងសិស្សចេះកំណត់គោលដៅយើងធ្វើម៉េចឲ្យសិស្សនឹងចេះកំណត់គោលដៅយើងកំពុងតែបណ្ដុះបណ្ដាលម្ដងបន្តិចឲ្យសិស្សចេះកំណត់គោលដៅរបស់សិស្សគឺការខិតខំរៀនសូត្រដើម្បីយកចំណាត់ថ្នាក់ឬក៏ពិន្ទុល្អបាទតាមរយៈការបង្ហាត់បង្រៀនធ្វើដឹកនាំហើយនឹងជំរុញផ្លូវចិត្តរបស់គាត់ឲ្យគាត់ថាស្រឡាញ់នឹងការសិក្សាបាទអញ្ចឹងគាត់មានកំណត់គោលដៅតាមរយៈធ្វើជាម្ចាស់ការទី2ឲ្យគាត់ធ្វើអតិភិបរវាងការរៀននិងការលេងអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នោះគឺក្មេងចូលចិត្តរៀនចូលចិត្តលេងជាងរៀនអញ្ចឹងយើងធ្វើម៉េចឲ្យរៀននឹងវាច្រើនជាងលេងនៅពេលណាហើយរៀននៅពេលណាបាទហើយរបៀបរៀនគេរៀនយ៉ាងម៉េចនៅក្នុងសាលាគេរៀនយ៉ាងម៉េចនៅផ្ទះគេរៀនយ៉ាងម៉េចបាទព្រោះឥឡូវនេះក្រសួងមាន app មួយគឺ PLP បងប្អូនបានឮទេអា PLP ហ្នឹងបាទយើងចូលក្នុងហ្នឹងទៅយើងមានទាំងគ្រូទាំងអីហ្នឹងចូលធ្វើបានទាំងនាយកសាលាចូលធ្វើបានទាំងអស់បាទហើយក្មេងភ្ជាប់ទៅវាអាចរៀននៅក្នុងហ្នឹងបានពិន្ទុច្រើនវាមានវិញ្ញាបនបត្រចេញដោយឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំទៀតបាទអញ្ចឹងយើងត្រូវអនុវត្តទម្លាប់ទី1ទី2និងទម្លាប់ទី3ឲ្យគាត់ធ្វើអញ្ចឹងនេះដល់គាត់ចេះអញ្ចឹងគាត់ដឹងរបៀបសិស្សចេះគ្រប់គ្រងអារម្មណ៍អញ្ចឹងផ្ដើមពីយើងហើយគាត់ចេះគ្រប់គ្រងអារម្មណ៍បានថាម៉ោងនេះរៀនម៉ោងនោះលេងម៉ោងនេះរៀនម៉ោងនោះលេងបាទទី2គាត់វាមានវិន័យផ្ទាល់ខ្លួនកាលណាគាត់មានម្ចាស់ការធ្វើអីមួយហើយគាត់មានវិន័យបាទហើយទី3ចេះរៀបចំពេលវេលានេះជាកត្តាសំខាន់សម្រាប់ធ្វើជាម្ចាស់ការគ្រប់គ្រងខ្លួនឯងគឺមាន3ដែលសំខាន់